បាទជម្រាបសួរបងប្អូនកូនសិស្សទាំងអស់គ្នារីករាយដែលបានចូលមករៀនភាសាកូរ៉េជាមួយនឹងសាលា ANCI Cambodia បាទជាក្តីសង្ឃឹមក្នុងការប្រឡងជាប់សម្រាប់សិស្សគ្រប់គ្នាតោះឥឡូវយើងបន្តមេរៀននេះទៀតគឺសភា60មេរៀនថ្មីបាទរៀនតាក់ទងមួយ EVS topic សុទ្ធបាទអញ្ចឹងយើងទៅដល់មេរៀនទី8ដល់ទេណាបាទតោះបើខាត់ពេលយើងបើកសភៅមកបាទតោះគ្នាចូលមកស្គប់វីដេអូនេះទៅហើយបើកសភៅនៅមេរៀនទី8របស់យើងណាបាទហ្នឹងហើយបាទយើងមេរៀនទី8ដល់គ្នាបាទអឺថើមខាងក្រោមបាទខ្វាន់គេអ៊ីតនឿននេះបាទនេះមានពាក់ព័ន្ធទៅនឹងខ្លឹមសារឃើញរូបភាពខូឬ CPO សូមជ្រើសរើសអញ្ចឹងគេឲ្យជ្រើសរើសរូបភាពដែលមានពាក់ព័ន្ធទៅនឹងខ្លឹមសារខាងក្រោមគេថា harmony imnina លោកអីគេ harmony លោកយាយ hala បើជាលោកតាអញ្ចឹងមួយណាជារូបភាពរបស់លោកយាយគឺចម្លើយនៅលេខ2ដែរឯងបាទងាយងាយតោះនេះណាបាទការដោះស្រាយលំហាត់មានពិបាកមានងាយនៅក្នុងការប្រឡងណាបាទគេមិនឲ្យយើងបាក់ទាំងអស់ទេបាទគឺចម្លើយនៅលេខ2ហ្នឹងឯងតបន្តទៅទៀតលេខរៀងទី2បាទលេខរៀងទី2គេថាថាខាងក្រោមឋានណនេះពាក្យបាទអ៊ុយមីអត្តន័យភីសឹកស្រដៀងបាទគ្នាណាម៉ាល់ពាក្យមោស្មីកាអ្វីចឹងគេសួរតើអ្វីទៅជាពាក្យដែលស្រដៀងទៅនឹងអត្តន័យនិងពាក្យខាងក្រោមចឹងយើងជួបណាថ្នាក់វិទ្យាសាស្ត្រស្តង់ដារសុទ្ធរបស់លោកគ្រូគឺយើងផ្ដោតទៅលើពាក្យស្រដៀងពាក្យដូចពាក្យផ្ទុយចឹងសមា60មេរៀននេះគឺគេរៀបចំមកគឺអញ្ចឹងហ្មងឃើញទេចឹងយើងរកពាក្យស្រដៀងបងប្អូនណាបាទរៀនពាក្យស្រដៀងពាក្យយន់សេប្រែទៅវិញបងប្អូនអាយុនេះគឺវាបានន័យថាសម្រាប់ពាក្យគួរសមរបស់មនុស្សចាស់ណាគេប្រើពាក្យយន់សេអញ្ចឹងពាក្យស្រដៀងជាមួយនឹងយន់សេគឺអីគេគឺដៃអ៊ីបាទដៃអ៊ីយើងប្រែថាអាយុដូចគ្នាណាជាងចម្លើយនៅលេខ2បាទតោះអ្នកនរគ្នាហ្នឹងហើយបាទចម្លើយលេខ2បាទតោះបន្តទៅទៀតបាទស្រូតណាលំហាត់ណាងាយយើងដោះស្រាយបែបងាយងាយបាទលំហាត់ណាពិបាកយើងលំអិតជាមួយគ្នាបាទណាបាទយើងធ្វើអញ្ចឹងបានយើងមានភាពរីកចម្រើនលឿនតោះបន្តមកទៀតបងប្អូនគ្នាលេខនេះបន្ទាប់ថាខាងក្រោមបាទឋានណពាក្យចំណែកផាន់ដេម៉ាល់ផ្ទុយមកស្មីកាអ្វីអញ្ចឹងគេថាអ្វីទៅជាពាក្យផ្ទុយនៃពាក្យខាងក្រោមអញ្ចឹងពាក្យ phal hada phal hada យើងប្រែថារពឹសបើសិនណាក្មេងថាក្មេងរពឹសផាល់ហាដានេះរពឹសរលៀមជាងទៅនោះបាទឬក៏ថារពឹសរលៀមជាងទៅបាទនោះបាទរពឹសរលៀមជាងទៅបងប្អូនបាទបានន័យថាសកម្មភាពគាត់គឺនៅអត់ស្ងៀមទេបាទអញ្ចឹងវាផ្ទុយជាមួយពាក្យអីគេបងប្អូនបាទផ្ទុយជាមួយនឹងពាក្យគឺយ៉ាល់ចន់យ៉ាំចន់ហាដាយើងប្រែស្ងៀមស្ងាត់បាទស្ងៀមស្ងាត់អានេះយើងអាចប្រែថារពឹសរលៀមឬនៅមិនស្ងៀមណាបាទហើយចំណែកយ៉ាល់ឆនហាដាយើងប្រែថាស្ងៀមស្ងាត់បាទជាមនុស្សបើថាអត្តចរិតវាអានេះគឺមនុស្សចូលចិត្តលេងសើចច្រើននិយាយច្រើនជាងយើងអាចប្រែថារពឹសរលៀមនៅមិនស្ងៀមអញ្ចឹងទៅណាយ៉ាល់យ៉ាំឆនហាដានេះយើងប្រែថាស្ងៀមស្ងាត់ស្ងប់ស្ងាត់អញ្ចឹងទៅបាទតោះអញ្ចឹងចម្លើយយកនៅលេខបាទលេខ3នឹងឯងលេខ3តោះគ្នាតោះអញ្ចឹងពាក្យផ្ទុយពីគ្នាណាផលហាដាយប្រែថារលៀមរពឹសបាទនៅមិនស្ងៀមបាទចំណែកយ៉ាល់បាទយ៉ាំឆុនហាដាយប្រែថាស្ងៀមស្ងាត់ស្ងប់ស្ងាត់ចឹងទៅបាទតបន្តទៀតលេខរៀងខាងក្រោមដល់គ្នាបាទលេខរៀងទី4លំហាត់ទី4ណាថាខាងក្រោមជួងចំណោមមិត្តជុលឈិនគូបន្ទាត់ពីខាងក្រោមពូភូនចំណុចម៉ាត់នឿដែលត្រឹមត្រូវមួនចាំងប្រយោគខូឬស៊ីអូសំជ្រើសរើសគេឲ្យជ្រើសរើសបាទប្រយោគដែលត្រឹមត្រូវនៅចំណុចដែលគូបន្ទាត់ពីក្រោមអានេះគេហៅថាវិញ្ញាសាវេយ្យាករណ៍អញ្ចឹងថ្ងៃនេះយើងរៀនអំពីវេយ្យាករណ៍អីគេបងប្អូនថ្ងៃនេះយើងរៀនអំពីវេយ្យាករណ៍អ៊ឺស៊ីហើយនឹងស៊ីបងប្អូនស៊ីនិងស៊ីវេយ្យាករណ៍នេះគឺសម្រាប់ប្រើប្រាស់ទៅលើការគួរសមបាទនិយាយទៅកាន់មនុស្សដែលអាយុច្រើនជាងយើងលោកតាលោកយាយបាទណាបាទនិយាយសំដៅទៅលើមនុស្សដែលមានអាយុច្រើនជាងយើងវាប្រើប្រាស់ជាមួយនឹងគុណនាមគេអាស័ព្ទបងប្អូនណាបាទប្រើប្រាស់ជាមួយនឹងគុណនាមគេអាស័ព្ទបាទអញ្ចឹងរបៀបប្រើប្រាស់យើងប្រើយ៉ាងម៉េចបងប្អូនបើក្នុងករណីគុណនាមគេអាស័ព្ទហ្នឹងគុណនាមគេអាស័ព្ទបញ្ចប់ដោយស្រៈយើងប្រើ C បញ្ចប់ដោយព្យញ្ជនៈប្រើបងប្អូនដឹងណាC និង C តោះទី1គេថាអមនីកេសឆុងសូរិលហាស៊ីមនីដាបាទហាស៊ីមនីដាគេដល់គ្នាបាទអញ្ចឹង
ឆុងសូរុលហាស៊ីមនីដាត្រូវដល់គ្នាជាមើលនេះពាក្យឆុងសូហាដានេះលុបដាចោលឆុងសូរុលហាដាលុបដាចោលវាមិនសល់ហាតទេអញ្ចឹងយើងប្រើហាស៊ីមនីដាត្រូវអត់បាទអញ្ចឹងពាក្យនេះគឺបាទអឺឆុងសូហាដាបូកជាមួយនឹងបាទបូកជាមួយនឹងស៊ីដាលុបដាចោលបូកជាមួយពើអ៊ីមដាទៅជាហាស៊ីមនីដាត្រូវដល់គ្នាទីពីរអាប៉ូជីកេសឆាងមុនលតាក់ស៊ីមនីដាបងប្អូនមើលពាក្យថាក់តានេះថាក់តាបញ្ចប់ដោយអីគេបញ្ចប់ដោយជើងសង្ខីយកណាអញ្ចឹងវាបញ្ចប់ទៅនៃផាត់ឈីបយើងត្រូវប្រើគេប្រើអ៊ឺនេះប្រើអ៊ឺដល់នេះប្រើអ៊ឺមិនមែនប្រើស៊ីទេអញ្ចឹងអានេះខុសហើយទី3នេះ harmonik에서 음식을 만들 만들 십니다. អញ្ចឹងបងប្អូនត្រូវចាំថា real នេះបាទ mandil តាលុបដាចុះបញ្ចប់ដោយ real មិនអញ្ចឹង real កាលណាវាប៉ះជាមួយនឹងស្រៈអ៊ឺបាទប៉ះជាមួយអ៊ឺប៉ះជាមួយស៊ីអ៊ុតក្តីគឺវាបាត់ខ្លួនដែរអញ្ចឹងនេះក៏លុបចោលជើងបានតែខុសហើយបាទអញ្ចឹងអ្នកចូលទៅមើលវិជ្ជាករលំបាត់ឡើងវិញណាបាទអញ្ចឹង mandil simnida នេះអត់បានទេអញ្ចឹងទៅជា mandil simnida នេះ mandil អត់ real ពីក្រោមណាបាទទី3នេះ 할아버지께서는 키가 크으십니다.ខុសហើយពាក្យ 크다 នេះទៅជាគេដល់នេះទៅ 크시십니다 នេះ 크시십니다 មិនត្រូវអញ្ចឹង1ខ2ខ3ខ4ខដែរណាអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងគឺលេខ1បាទគេថាម៉េច 어머니께서 청소를 하십니다. អញ្ចឹងហាដាលុបដាចោលបូកជាមួយនឹង 십니다 ត្រឹមត្រូវបាទអញ្ចឹងចម្លើយលេខ1អត់អរគ្នាយល់វិជ្ជាករនេះបាទធ្លាប់ប្រើប្រាស់ធ្លាប់បានរៀននេះតើតើវិជ្ជាករមួយហ្នឹងបាទបើសិនបើអត់បានរៀនទេយើងទៅមើលលំអិតតើតើជាមួយនឹងវិជ្ជាករមួយហ្នឹងនៅក្នុងថ្នាក់វិជ្ជាករណាបាទហ្នឹងហើយពួកគឺធ្លាប់មានបញ្យល់ដែរស៊ីនិងនឹងស៊ីបាទស៊ីនិងស៊ីគុណនាមគេឲ្យសពបូកជាមួយនឹងស៊ីនិងស៊ីយើងប្រើប្រាស់យ៉ាងម៉េចណាអញ្ចឹងយើងងាយយល់ទេបងប្អូនគ្រូបញ្យល់ម្ដងបន្តិចទៅចាស់ណាបាទយល់បន្តិចទៀតចឹងបានន័យថានេះ C នេះហើយនឹង C តទេនេះរបៀបប្រើប្រាស់វាយ៉ាងម៉េចបាទបើវាប្រើប្រាស់ជាមួយនឹងបាទគុណនាមគេអាស័ព្ទទាំងអស់គ្នាអញ្ចឹងគុណនាមគេអាស័ព្ទណាដែលបញ្ចប់ទៅដោយស្រៈគេប្រើ C កាលណាបញ្ចប់ជញ្ញៈគេប្រើ C ឧទាហរណ៍ពាក្យខាដាយើងដាចោលបូកជាមួយគេទាំងអស់គ្នាបូកជាមួយ C មិនចឹងហ៎បាទចុះដល់ពាក្យមកតាលោកដាចោលយើងបូកជាមួយគេទាំងអស់គ្នាលោកដាចោលបូកជាមួយ C ណាឃើញទេអានោះវាប្រើប្រាស់វាណាចុះដល់ពេលបញ្ចប់ដីរីអ៊ឺលទាំងអស់គ្នាដូចពាក្យmandil តាបាទmandil តាលុបដាចោលយើងបូកជាមួយគេទាំងអស់គ្នាបាទលុបដាចោលយើងត្រូវលុបជើងរីអ៊ឺលនេះបាទហើយបូក C យកហ្មងឃើញទេដោយសារតែរីអ៊ឺលនេះប៉ះជាមួយនឹង E អ៊ឺវាបាត់ខ្លួនបាទប៉ះជាមួយ C អ៊ុតនេះក៏បាត់ខ្លួនដែរបងប្អូនគ្នាបាទអញ្ចឹងហើយគេប្រើបូកជាមួយ C mandil C បងប្អូនគ្នាបាទអញ្ចឹងអានេះខុសជាងចម្លើយយើងនៅលេខ1បាទមិនដល់នេះយល់បណ្ណាយណាបើសិនដល់បានពីវិជ្ជាករអាចនឹងយល់ច្រើនតោះយើងមើលលេខ5ដល់នេះលេខ5បាទលំហាត់ទី5លេខនេះទូសូមព្រីធំទីសិនឲ្យដល់នេះស្រួលមើលណាបាទធំតិចមកឲ្យគេតោះជំលេខ5គេថាខាងក្រោមគឺអត្ថបទអ៊ីកូអានអត្ថបទខាងក្រោមហើយណែយងខ្វះកធិតដូចទៅនឹងខ្លឹមសារខត់សិលរបស់កូរីស៊ីអូសូមជ្រើសរើសអញ្ចឹងគេឲ្យជ្រើសរើសរបស់ដែលដូចទៅនឹងខ្លឹមសារដែលអានអត្ថបទខាងក្រោមអញ្ចឹងយើងអានអត្ថបទមកហាន់គូគេសនឿននៅក្នុងប្រទេសកូរ៉េឆាស៊ីនផូដាជាងខ្លួនយើងបាទឆាស៊ីនខ្លួនឯងខ្លួនយើងផ្ទាល់ឲ្យឆាស៊ីនផូដាជាងដៃកាមិននឿនអាយុច្រើនសារ៉ាមេគេមនុស្សណូភីម៉ាល់ពាក្យគួរសមសាយងហាំនីដាប្រើប្រាស់អញ្ចឹងយើងប្រែពីប្រធាននេះមកបាទនៅក្នុងប្រទេសកូរ៉េគឺគេប្រើប្រាស់ពាក្យគួរសមទៅដល់មនុស្សដែលមានអាយុច្រើនជាងខ្លួនយើងគឺរណាឆាស៊ីនផូដាដៃកាមិនណាតូក៏ប៉ុន្តែណាគឺរណាក៏ប៉ុន្តែឆាស៊ីនផូដាជាងខ្លួនយើងដៃកាមិនណាតូទោះបីជាអាយុច្រើនជាងខ្លួនយើងនេះអាដៃអ៊ីកានេះអាយុមិនណាតូទោះបីជាច្រើនខាជោកកាជីដូចជាគ្រួសារខាកាអ៊ុនស្និទ្ធស្នាលបាទខាកាអ៊ុននេះប្រែស្និទ្ធស្នាលណាខ្វាន់ហ្គេអ៊ីលតេនឿននៅពេលដែលមានតំណែងតំណងខ្វាន់ហ្គេណានៅពេលដែលមានតំណែងតំណងស្និទ្ធស្នាលដូចជាគ្រួសារណោះ
ដូចជាគ្រួសារទៅទៀតផាន់ម៉ាល់ពាក្យមិនគួរសមបានន័យថាពាក្យផាន់ម៉ាល់គឺពាក្យនិយាយមិនសូវគួរសមណាបាទសាយងហាគីតូធម្មតាគឺយើងអាចប្រើប្រាស់ពាក្យផាន់ម៉ាល់ពាក្យមិនគួរសមនៅពេលដែលមាននៅពេលមនុស្សដែលមានទំនាក់ទំនងស្និទ្ធស្នាលដូចជាគ្រួសារដែលមានអាយុបាទដែលមានអាយុអីគេបងប្អូនតិចជាងខ្លួនយើងเนาะបាទតិចជាងខ្លួនយើងបាទទៅអធិស្ឋានម្ដងទៀតណាបងប្អូនកន្លែងគេថាគឺអាចប្រើប្រាស់ពាក្យមិនគួរសមនៅពេលដែលមានតំណែងស្និទ្ធស្នាលដូចជាគ្រួសារនិងទោះបីជាមានអាយុច្រើនជាងយើងក៏ដោយចឹងបានន័យថាក៏ប៉ុន្តែណាក្នុងករណីដែលគេមានអាយុច្រើនជាងយើងណាបាទគឺយើងអាចប្រើប្រាស់ពាក្យអត់គួរសមបាននៅពេលដែលម្នាក់នឹងមានតំណែងស្និទ្ធស្នាលដូចជាគ្រួសាររបស់យើងបាទតោះនេះបងប្អូនបាទដូចយើងពីច្រើនយើងនិយាយពាក្យមិនសមរម្យទៅលើបងប្អូនបកើតទៅណាអាយុ3 4 5ឆ្នាំក៏នៅយើងនិយាយទៅវាយស្មើដែរបើថាគាត់ជាបងប្អូនមានតំណែងស្និទ្ធស្នាលជាងទៅបាទដូចជាមិត្តភក្តិអីទៅបាទគឺរីកូបន្តមកទៀតឆាឈិនបូដាជាងខ្លួនយើងដៃកាឆក់គឹនអាយុតិចស្រាមេហ្គេនិនបាទចំពោះមនុស្សផាន់ម៉ាល់សាយងហាមីដាប្រើប្រាស់ពាក្យមិនគួរសមផាន់ម៉ាល់បានថាពាក្យដែលវាមិនថ្នាក់គោរពណាមិនពាក្យដែលលើកតម្កើងគោរពទេចឹងគេថាបន្តមកទៀតគឺយើងអាចប្រើប្រាស់ពាក្យផាន់ម៉ាល់ទៅកាន់មនុស្សដែលមានអាយុតិចជាងយើងបាទចុងក្រោយហាជីបានក៏ប៉ុន្តែដៃកាឆកតូគេថាដៃកាអាយុបាទឆកតូតិចឆអ៊ឹមម៉ាណាន់ឆអ៊ឹមម៉ាណាត់នេះជួបគ្នាលើកដំបូងក៏ណាឬក៏ឈិនហាជីអានមិនសូវស្និទ្ធស្នាលស្រាមេហ្គេចំពោះមនុស្សនៅភីម៉ាល់ពាក្យគួរសមសាយងហេយ៉ាហាំឌីដាត្រូវតែប្រើប្រាស់ជាប្រែថាក៏ប៉ុន្តែយើងត្រូវតែប្រើប្រាស់ពាក្យដែលគួរសមទៅកាន់មនុស្សដែលមិនសូវស្និទ្ធស្នាលឬក៏ជួបគ្នាលើកដំបូងទោះបីជាមានអាយុតិចជាងខ្លួនយើងបងប្អូនគ្នាអត្ថបទនេះយើងធ្លាប់រៀនជាមួយនឹង60មេរៀនសេរីចាស់វាមានដែរណាបាទសេរីគ្នាអត់ខុសគ្នាទេនិយាយចំទៅអាមេ60មេរៀនសេរីថ្មីនេះគឺចំបាច់ដកស្រង់ឬជាបាច់បញ្ចូលជាមួយនឹង60មេរៀនសេរីចាស់វាស្ទើរតែ60មេរៀនចាស់នោះគឺមាន60-70% នៅក្នុងសភៅថ្មីនេះហើយបាទគេគាត់ថាអាប់ដេតបន្ថែមបន្តិចទេចាំទៅបាទហ្នឹងតោះរកចម្លើយត្រូវ한국에서는នៅប្រទេសកូរ៉េឈិនហាន់សារ៉ាមេហ្គេណូភីម៉ារសាយ៉ុងហេសម៉ាល់ហាមីដាជាខ្ញុំប្រែថានៅក្នុងប្រទេសកូរ៉េយើងត្រូវនិយាយដោយប្រើប្រាស់ពាក្យគួរសមទៅកាន់មនុស្សដែលស្និទ្ធស្នាលត្រូវអត់អស់នេះអត់ទេបាទអ្នកស្និទ្ធស្នាលនិយាយមិនក៏បានផាន់ម៉ាល់ក៏បានដែរเนาะមិនអីទេទី2នេះគឺសារហាន់គុកសារ៉ាំទឿនសាំងតេបាំងភាគីម្ខាងទៀតណាសាំងតេបាំងដៃអ៊ីអេតារ៉ាសាយ៉ុងហានិនម៉ាល់ថារមីដាជាខ្ញុំប្រែថាជនជាតិកូរ៉េគឺការនិយាយគឺផ្សេងការនិយាយខុសគ្នាដែលប្រើប្រាស់ទៅតាមអាយុភាគីម្ខាងទៀតត្រូវបងប្អូនត្រូវបាទហើយត្រូវឧទាហរណ៍ស្គាល់ទី3ដៃក៏អរិនស្រាមេគេនឹងចំពោះមនុស្សដែលមានអាយុក្មេងតោះគ្នាឈិនហាជីអានណាតូផាន់ម៉ាល់សាយ៉ុងហាមីដាគេថាគឺអាចប្រើប្រាស់ពាក្យមិនគួរសមបានទៅកាន់មនុស្សដែលមិនស្និទ្ធស្នាលក៏អាចគេថាបើមនុស្សនោះអាយុក្មេងជាងយើងណាយើងអាចប្រើប្រាស់ពាក្យមិនគួរសមទោះបីជាមិនស្និទ្ធស្នាលក៏ដោយខុសហើយបើមិនស្និទ្ធស្នាលយើងត្រូវឲ្យតម្លៃគេបើយើងនិយាយពាក្យមិនគួរសមគឺគេនឹងខឹងយើងទី4នេះគឺខាជុកចរំខាកៅអ៊ុនវ៉ាន់គេយ៉តូគេថាមានតំណែងស្និទ្ធស្នាលដូចទៅគ្រួសារដៃអ៊ីកាម៉ាន់ឬបញ្ញនប្រសិនបើមានអាយុច្រើនតែមានតំណែងស្និទ្ធស្នាលដូចជាគ្រួសារនុភីម៉ាឬសាយ៉ុងហេយ៉ាហាមីដាយើងត្រូវតែប្រើប្រាស់ពាក្យគួរសមទៅអត់ទេបាទបើថាមនុស្សស្និទ្ធស្នាលដូចជាគ្រួសារទៅហើយយើងប្រើផាត់ម៉ាល់ក៏បានដែរមានអត្ថន័យអីទេអញ្ចឹងចម្លើយត្រឹមត្រូវវិញគឺនៅលេខ2គេថាជនជាតិកូរ៉េគឺការប្រើប្រាស់ណាពាក្យការប្រើប្រាស់គឺខុសគ្នាទៅតាមអាយុរបស់ភាគីម្ខាងទៀតត្រឹមត្រូវបើគេអាយុក្មេងយើងនិយាយផ្សេងតែបើសិនមកគេអាយុច្រើនយើងនិយាយផ្សេងណាភាសានិយាយបងដូចភាសាខ្មែរអញ្ចឹងបើសិនជាបងយើងនិយាយយើងអត់ផ្ដល់ការគោរពទៅកាន់គេតែបើគេប្អូនយើងនិយាយធម្មតាបានអញ្ចឹងចម្លើយរបស់យើងគឺនៅលេខ2ដដែលបងប្អូនបាទលេខ2បាទលេខ2បាទតោះទៅមុខទៀតយើងចូលទៅដល់វិទ្យាសាស្ត្រស្ដាប់របស់មេរៀនទី8បាទចឹងលេខ1ដល់2ក៏ឲ្យយើងធ្វើមិនអស់គ្នាថាខាងក្រោមគឺគោស្ដាប់មូលរឿងសំណួរអាល់ម៉ាត់ជឿដែលត្រឹមត្រូវថេថាប់ចម្លើយខូរីស៊ីអូសំជ្រើសចឹងគេឲ្យយើងជ្រើសរើសចម្លើយដែលត្រឹមត្រូវដោយស្ដាប់ខាងក្រោមណាស្ដាប់ខាងក្រោមហើយរើសចម្លើយដែលត្រឹមត្រូវក្នុងសំណួររបស់គេអញ្ចឹងវិទ្យាសាស្ត្រនេះជាវិទ្យាសាស្ត្រគេយ៉ាន់តូ
mà mình nhớ sao sẽ đáp miên chấm lại ăn sầm núi cái hào dàn tổ mình sao sẽ đáp miên sầm núi miên chấm lại cái hào mông cổ rồi đấy đó này ở trước bán trước là biết đào sải những đằng một nên sai dàn tổ đồng bày ai đào sải bán bây giờ sao phải nó dư thầu sẽ đáp sầm núi kia bán cái nào sẽ đáp sầm núi kia bán trước ai đào sải bán này ta chấp đào 1번부터 2번까지 다음을 듣고 물음에 알맞은 대답을 고르십시오. 1번, 아버지께서 키가 크세요? 1. 네, 아버지께서는 집에 계세요. 2. 네, 아버지께서는 키가 크세요. 3. 아니요, 아버지께서는 회사원이세요. 4. 아니요, 아버지께서는 대파레에 사세요. tỏ tỏ thì ai rồi chùm lại từ khơi á tỏ sẽ đáp mà đầu tiên chùm lực lưu tỏ thiên á chặt làm hay rồi chùm lại từ 다시 들으십시오. 아버지께서 키가 크세요? 아버지께서 키가 크세요 네. thì thằng ấy 아버지 아버지께서 키가 크세요 크세요 이 xuống 아버지께서는 키가 크세요 tao biết rồi bảo phục thông đại được tề tao biết rồi bảo phục nét thông đại được tề tao biết ở phục rồi bảo nét thông đại được tề đó nữa mà tao biết rồi bảo phục bảo nét thông đại được tề cái số chắc chấm nói miền buồn nè 아버지께서는 아버지께서는 cái đó nữa 아버지 chỉ nói sẽ không họ cái này được nữa 아버지께서는 키가 크세요? thì mỗi cái thằng đấy 아버지께서는 집에 계세요. cái thằng bạn ở phục bậc giống cứ còn nỡ nộp tiền thằng ấy số thằng biết là bậc thông khi khi ca khư đa đấy biết thông ấy bà còn phù hợp được on trong tầng bà tivi 내 아버지께서는 키가 크세요. bà cái thằng bạn ở phục bậc giống cứ biết thông tới đó đấy chúng tới để chấm nói như lịch pi này cái số ta bộ bọn em biết thông tiếp ba là bộ đọc chúng mình biết thông ta tiết thì bây ní cứ 아니요 아버지께서는 회사원이에요 cái thằng tê ở bộ đọc chúng cứ chữ bộ là cầm môn rồi đấy tê thì buồn đi 네 아니 아버지께서는 네팔에서 사세요 cái thằng tê ở bộ đọc chúng cứ luôn nó nế 네팔 rồi đó ní tê chẳng chấm nói gì đó lên bà lên mà đọc ní lịch pi là đại là bà tao tao tiền lấy đến TP mà đồng nhưng nhưng sẽ lắp trong lại chặt 400 nhưng cho đó lấy đến TP và chặt vào đóng 1. 네, 아버지께서는 집에 계세요. 2. 네, 아버지께서는 키가 크세요. 3. 아니요, 아버지께서는 회사원이세요. 4. 아니요, 아버지께서는 대파레에 사세요. 2번. 여동생이 몇 명이에요? 1. 학생이에요. 2. 부지런해요. 3. 한 명 있어요. 4. 미얀마에 있어요. 다시 들으십시오. rồi tiếp tục này sẽ đáp rồi chụp lại từ 여동생이 몇 명이에요? 1. 학생이에요. 2. 부지런해요. 3. 한 명 있어요. 4. cái số tao biết đọc này 여동생이 몇 명 있어요 여동생 mình nhong nó đọc nhé mình nhong
và cái sốយើងlà vô thung sinh nghi miền nhung ít sở yếu ta nè miền ôn sấy vào màn nè vô thung sinh anh ấy mình anh ấy thung sinh và này sinh vô thung sinh nghi miền nhung ít sở yếu ta nè miền ôn sấy vào màn nè nhưng chấm lấy liền màn ở này cứ lấy 7 cái thằng ấy han nhung ít sở yếu đó này nó han nhung ít sở yếu chấm lấy như nó lấy 7 ta sẽ đọc bản chọn đó này nữa và 미얀마에 있어요. toàn đấy ở này cái số ta ôn sấy bản này miền bảo màn nè cứ biến mình nè han nhung ít sở yếu ta tiết lịch bay là lịch 4 ta lịch bay đây là 4 cái thằng vậy đấy cái thằng thu saramun mình nupin nắng mu art ở với the he tẹt tông mal ha kui sumi ka kampung tani vậy chứ số ta nè tụi nó kampung này vậy thì tẹt tông bị ấy bà kampung này vậy thì tẹt tông bị ấy chứ nhìn sẽ đáp á lịch bay sần ta nè tầng pi kampung này vậy thì tẹt tông bị ấy chào bà đàm bà chào bà đàm 3번부터 4번까지 두 사람은 무엇에 대해 말하고 있습니까? 3번. 이분이 딜로바 씨 아버지세요? 네. 그리고 그 옆에 계신 분은 제 어머니세요. 다시 들으십시오. 이분이 딜로바 씨 아버지세요? 이분이 글로바시 아버지 세요 cái số ta mà nãy cái chia ở bốcរបស់កញ្ញា global minority សួរណាចឹងសំណួរគេសួរថាតើអ្នកទាំងពីរកំពុងនិយាយគ្នាតាក់ទងពីអីដល់គ្នា 네. 그리고 그 옆에 계신 분은 제 어머니세요. តែបន្តមកទៀតអ្នកនៅក្បែរនេះគឺជាម្ដាយរបស់ខ្ញុំអញ្ចឹងតើអ្នកទាំងពីរកំពុងនិយាយគ្នាតាក់ទងពីអ្វីគឺតាក់ទងអំពីគេដល់នេះគ្រួសារមិនអញ្ចឹងហ៎បាទខាជុកបាទគាត់និយាយតាក់ទងពីឪពុកម្ដាយអានោះគ្រួសារបន្តទៅទៀតលេខរៀងទី4ម្ដងតើអ្នកទាំងពីរនិយាយគ្នាតាក់ទងពីអីតោះលេខ4ហ្នឹងចាប់ឡើងស្ដាប់បាទ 4번. 동생도 니찬한 씨처럼 키가 커요? 아니요. 제 동생은 키가 작아요. 다시 ម្ដ 들으십시오. ងទៀតអរគ្នាចាប់ដល់ស្ដាប់ 동생도 니찬한 씨처럼 키가 커요? ហុងសេងតូបាទតើប្អូនរបស់អ្នកមានរូបរាងធំដូចជាអ្នកដែរទេបាទថាមានមាឌធំដូចជាអ្នកដែរទេគេសួរណាតើប្អូនរបស់អ្នកមានមាឌធំដូចជាអ្នកដែរទេបាទគេសួរអញ្ចឹងបាទបងប្អូនគ្នាតើប្អូនរបស់អ្នកមានមាឌធំដូចជាអ្នកដែរទេអញ្ចឹងសំណួរស្ដាប់ទៀតស្រីឆ្លើយថាម៉េច 아니요. 제 동생은 키가 작아요. គេថាទេប្អូនរបស់ខ្ញុំគឺមានមាឌតូចអញ្ចឹងសំណួរសួរថាតើអ្នកទាំងពីរកំពុងនិយាយគ្នាតាក់ទងពីអ្វីទី1សងខ្យល់អត្តចរិតទី2វេម៉ូនឹងរូបរាងខាងក្រៅបងប្អូនវេម៉ូថារូបរាងរបស់យើងគេហៅវេម៉ូហើយចំណែកទី3នេះឆ្កប់មុខរបរទី4ឈីមីចំណងចំណូលចិត្តអញ្ចឹងតើអ្នកទាំងពីរកំពុងនិយាយគ្នាតាក់ទងពីគេទាំងអីគេបងប្អូននេះគឺវេម៉ូគឺប្រែថារូបរាងខាងក្រៅបាទរូបរាងខាងក្រៅណាបាទអញ្ចឹងចម្លើយនៅលេខ2តបន្តទៅទៀតថាខាងក្រោមគឺគោស្ដាប់ e or g នឹងឆ្លើយតបមកលោកពាក្យខាចង់បំផុតបាទចំណែកអលម៉ាត់ជាដែលត្រឹមត្រូវផតសឺរបស់ខូរីស៊ីអូសុំជ្រើសរើសអញ្ចឹងគេឲ្យជ្រើសរើសគេឲ្យយើងស្ដាប់ហើយជ្រើសរើសអ្វីដែលត្រឹមត្រូវបំផុតជាពាក្យដែលត្រូវឆ្លើយតបអញ្ចឹងអានេះដូចវិញ្ញាសាយ៉ាន់តូអញ្ចឹងបាទមានចម្លើយ4តែអត់មានសំណួរទេអញ្ចឹងយើងស្ដាប់សំណួរមកបងប្អូនចាប់ផ្ដើម 5번. 다음을 듣고 이어지는 말로 가장 알맞은 것을 고르십시오. 푸엉 씨는 남동생이 있어요? 1. 가족은 베트남에 살아요. 2. 남동생은 지금 게임해요. 3. 가족은 지금 베트남에 없어요. 4. 남동생은 없고 오빠가 있어요. 다시 បងប្អូន 들으십시오. គ្នាចាប់ផ្ដើម 푸엉 씨는 ភួងឈីនិនភួងឈីនិនប្រែថាម៉េចលោកភួងបាទភួងឈីនិន
부엉씨는 기소요. 부엉씨는 어떻게 막 클리어 남동생이 있어요? 남동생이 있어요. 기소는 남동생 있어요. 남동생이 있어요. nhà xua đó cái xua thà lục phụ ống tao lục bên phụ này để tao lục bên phụ prote cái xua nè lục phụ ống tao lục bên phụ prote chẳng chậm lại đi bạn đọc đi tí mới khá chục 베트남에 살아요. 그로사 먹nhóm 그 로너 버테 베트남 tí 남동생 지금 게임 해요. 기타 온 프로nhómកំពុងតែលេងហ្គេមទី3នេះគឺខែចូលគុណ지금 베트남에 없어요.គេថាគ្រួសារខ្ញុំឥឡូវនេះគឺអត់នៅប្រទេសវៀតណាមទេចំណែកទី4នេះ남동생은 없고 오빠가 있어요.គេថាអត់មានប្អូនប្រុសទេមានតែបងប្រុសអូប៉ានេះបងប្រុសណាគេថាអត់មានប្អូនប្រុសទេមានតែបងប្រុសអញ្ចឹងសំណួរគឺសួរថាម៉េចពួកអង្គតើលោកមានប្អូនប្រុសទេគាត់ឆ្លើយថាអត់មានប្អូនប្រុសទេមានតែបងប្រុសអញ្ចឹងចម្លើយយើងលេខបានដល់នេះលេខ4នេះឯងបានចម្លើយលេខ4តោះនេះដល់នេះតោះនេះបាទអញ្ចឹងលោកគ្រូធ្លាប់ប្រាប់អំពីវិធីសាស្ត្រក្នុងការដោះស្រាយក្នុងករណីដែលយើងស្ដាប់សំណួរមិនបានយើងស្ដាប់កតុយណាឧទាហរណ៍ឡើយនេះគេសួរពី it saw you អញ្ចឹងចម្លើយវាប្រកាសជានៅ it saw you ឧទាហរណ៍ណាដល់នេះបើឃើញនេះជាក់ស្ដែងទេបាទ it saw you គេចម្លើយសំណួរ it saw you ចម្លើយ it saw you តទៀតទៅពិសោធន៍ជាក់ស្ដែងទៀតបាទកន្លែងនេះលំហាត់អញ្ចឹងលំហាត់នេះគឺសំណួរគេសួរទៀតគេគេសួរថា여동생이 몇 명 있어요? lại ní hắn nhong 있어요. khi biết mình nhong ấy tao nên mình nhong 있어요. chứ cái tối có biết đôi kia này trong đi tàu này mình nhong 있어요 khi ấy toàn đấy lại nó toàn nó tao này và toàn đấy luôn cả này đóng hay mới tiết và cái xua thả khi 세요 lại ní cứ 세요 khi đó đôi kia chương trình lại nó lấy vì cái nào với nó ọt miền để chứ về thi sang ta sẽ đọc cái tối và ai chui dương bàn hà sắp bịa rồi đó này đó đôi đủ tay tại bồng riêng này đó này làm việc trong ca đọc slide làm hạt nó để dương ở che làm hạt bá dương mặt phim toàn đó dương ai thường chụp bán chui tại đó địa bàn đó vàสำหรับเนี่ยมีสมัครเพียบดอลแต่คอมโปรแกรมดับบ้านโอเคได้ยังแต่บัสดับบ้านยังไอปลายวิธีสารทางบ้านvà mình trâu tụi ó hết đó buổi chén là mình trâu tụi ó này còn oi thôi ta khó lên rồi rồi cũng ọt tiền đi kia vì bà sao chiên dương rơi từ pi tam ở róm dương được khơi tam nhưng cái chặt cái tung chặt sáng cái ọt sau bàn phò lên đó này bảo vì hai này phiแต่บัสเราที่สดับวิญญาณอดบ้านยังไอสดับกับตัวแต่บัสมาขนมกันในสดับกับตัวบ้านที่ที่ปราบที่ซะมุดที่เดี๋ยวกูปั่นปรับอีกอันนี้เนื้อเมรินบนเมาส์บ่าเนาะโอเคจังเมรินกูเป็นแต่ปันดังเต้สำหรับฝั่งกราวคือเชียซอได้เชียสำลีสำนัวบอกเกมมันเนี่ยนะvà cái tục nó khoảngกราวnó bây dương aiเรียนโซนประแทมនៅពាក្យឬក៏រៀនអានទៅឲ្យស្ដាប់ឲ្យបានច្រើនបើសិនបើយើងអាចស្ដាប់សំណួរនេះទាំងអស់បានណាយើងប្រកាសជាអាចរកចម្លើយទៅឃើញចឹងបាទសូមសិស្សទាំងអស់គ្នាយកទៅអនុវត្តហើយយកទៅខំប្រឹងប្រែងបន្ថែមទៀតណារហូតដល់ស្ដាប់បានចាក់ស្ដាប់ដដែលមុនមកអានសិនដើម្បីអាចស្ដាប់បានលុះត្រាយើងអានឲ្យបកប្រែចេញសិនបើសិនតែយើងអានបកប្រែមិនចេញផងនោះអ្នកទាំងអស់គ្នាមិនអាចបាទมันអាចស្ដាប់បានទេបើសិនបើយើងអានជាអក្សរឲ្យបកប្រែមិនចេញផងនោះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែអានឲ្យបកប្រែចេញបន្ទាប់យើងរៀនស្ដាប់ម្ដងតិចគឺយើងក៏អាចស្ដាប់បានអស់គ្នាណាអូខេអញ្ចឹងសម្រាប់មេរៀននេះគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយបាទអរគុណណាសម្រាប់ការខិតខំប្រឹងប្រែងសម្រាប់អ្នកទាំងអស់គ្នាដែលខិតខំប្រឹងប្រែងរៀនហើយជាចុងក្រោយខ្ញុំសូមជូនពរទៅដល់កូនសិស្សទាំងអស់គ្នាណាទទួលបានជោគជ័យក្នុងការប្រឡងគ្រប់គ្នាហើយយើងនឹងជួបគ្នាមេរៀនបន្តទៀតបាទនៅវីដេអូក្រោយបាទសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងអរគុណជម្រាបលាបាទបាយបាយទាំងអស់គ្នាសុខសប្បាយ